សួស្តីបងប្អូនទាំងអស់គ្នាតោះក្រោយពីសម្រាប់ការងារមកមើលការដាំស្ពៃរបស់ខ្ញុំតោះ let's go ដំបូងយើងបាញ់ទឹកសិនមកបាញ់ទឹកឲ្យវាឲ្យជោគបាញ់ទឹកវាឲ្យជោគជាំសិនមកបាញ់ទឹកឲ្យជោគហើយយើងដាក់ជីអាចគោយើងរោយជីអាចគោមករោយវាឲ្យសព្វយើងបាញ់ទឹកវាសាថ្មីដើម្បីឲ្យអាចគោនឹងវាជ្រាបជាមួយនឹងអាចដីរបស់យើងតមកទៀតគឺយើងយកកូនស្ពៃដែលយើងទៅដកមកហ្នឹងហើយគឺយើងដាំតាមក្បួនបុរាណមកគឺកាលយើងចេះពីតូចកាលយើងនៅផ្ទះហ្នឹងគឺអ្នកម្ដាយគាត់បានបង្រៀនដាំតាមនៅក្នុងឆ្វេងតែឡើយចាំភ្លេចអស់ហើយឥឡូវមករំលឹកក្បាច់គុណម្ដងគឺដាំនៅក្នុងបន្ទាយនៅលើដីក្រហមវាមិនសូវល្អប្រហែលទេប៉ុន្តែយើងចេះតែពីយើងដាំទៅដាក់ជីអាចគោដាក់ជីអាចមន់ខ្លះទៅដើម្បីឲ្យស្ពៃរបស់យើងគឺវាគិនល្អខ្លះដែរចឹងណាហ្នឹងហើយឥឡូវយើងចាប់ដាំការដាំវាមិនសូវល្អប្រហែលទេដោយសារតែអត់មានបន្ទាត់មានអីត្រឹមត្រូវណាមួយយើងដាំតិចតួចគឺរងខ្លីសោតដីដោយសារវាសិតតែថ្មវាចឹងហើយយើងពិបាកក្នុងការធ្វើរងឥឡូវយើងដាំបាន1រងហើយគឺចូល1រងទៀតអស់3រងហើយយើងដាំមកឥឡូវមេកាន់តែជ្រាលទៅហើយថ្ងៃចាប់ផ្ដើមលិចឥឡូវយើងចាប់ផ្ដើមដាំដែរការដាំនេះគឺខ្ញុំបានរៀនត្រឹមត្រូវពីអ្នកម្ដាយនៅឯភូមិឥឡូវយកមកដាំនៅក្នុងបន្ទាយគឺបញ្ចេញក្បាច់គុណការដាំស្ពៃឥឡូវយើងចិត្តបានសម្រេចជាផ្លែផ្កាហើយការដាំនេះវាអត់ធ្វើត្រង់ជួរទេដោយសារតែយើងចេះតែហៅថាមើលភ្នែកជាងមើលភ្នែកហើយយើងគឺចិត្តបានបង្ហើយគឺនៅសល់តែបន្តិចបន្តួចទៀតទេឥឡូវនេះគឺរួចជាការស្រេចពីការដាំស្ពៃស្នាដៃកូនម៉ែអរគុណបងប្អូនទាំងអស់គ្នានេះជាវីដេអូថ្មីខ្ញុំចេះតែធ្វើលេងទេខុសត្រូវសូមអធិស្ឋានទាំងអស់គ្នាណាបងប្អូនណាបាយអរគុណបងប្អូនទាំងអស់គ្នា